បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីម្ដងទៀតហើយនៅក្នុងคลิปវីដេអូចំណេះដឹងនេះដែរខ្ញុំបាទសូមទៅការបង្ហាញបងប្អូននឹងពីរបៀបបើកមុខងារការពារកុំឲ្យមានអ្នកដទៃហ្នឹងអាចបិទទូរស័ព្ទដៃរបស់យើងបាននៅលើស័ព្ទដៃរបស់បងប្អូនណាបងប្អូនបានបើកមុខងារចាក់សោកូដឬមួយក៏ចាក់សោ scan មុខឬក៏ scan ម្រាមដៃក៏ដោយពេលដែលមានអ្នកដទៃយកទូរស័ព្ទរបស់បងប្អូនយកទៅលាក់លេងពួកគាត់នៅតែអាចធ្វើការបិទដូចជា Wi-Fi ឬមួយក៏អ៊ីនធឺណិតឬមួយក៏បិទយន្តហោះឬមួយក៏បិទម៉ាស៊ីនយកតែម្ដងក៏បានណាបាទអញ្ចឹងបើសិនជាបងប្អូនមានមិត្តភ័ក្តិគេតែងតែលេងបែបហ្នឹងបងប្អូនគួរតែបើកមុខងារបើការពារនេះមួយម្នាក់មួយទៅដើម្បីកុំឲ្យពួកគាត់អាចធ្វើការបិទបានឥឡូវសូមធ្វើការបែរកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតនៅលើស្ថាប័នម្ដងនេះតែម្ដងបាទទូរស័ព្ទដៃនៅមុខខ្ញុំនេះគឺខ្ញុំអត់ទាន់បានបើកមុខងារបើការពារទេនេះពេលដែលខ្ញុំធ្វើការចាក់សោទៅពេលដែលទូរស័ព្ទនឹងធ្លាក់ទៅដល់ដៃមិត្តភ័ក្តិអីពួកគាត់អត់អាចធ្វើការបាទលុកចូលទូរស័ព្ទដៃបងប្អូនបានទេអញ្ចឹងពួកគាត់នៅតែអាចធ្វើការបិទដូចជាបាទWi-Fi ឬមួយក៏អ៊ីនធឺណិតបាននេះពេលដែលគាត់ចេញតម្រងហ្នឹងពួកគាត់គឺងាយស្រួលទេពួកគាត់គ្រាន់តែធ្វើការទាញមកខាងលើបែបហ្នឹងមកពេលពួកគាត់ចង់ធ្វើការបិទដូចជា Wi-Fi ពួកគាត់ធ្វើការបិទបាននេះហើយអ៊ីនធឺណិតឬមួយក៏សលេងពួកគាត់នៅអាចធ្វើការបិទបានធម្មតាឬមួយក៏យន្តហោះឬមួយក៏បិទម៉ាស៊ីនយកតែម្ដងណាបាទអញ្ចឹងហើយបងប្អូនគួរតែបើកមុខងារការពារម្នាក់មួយនៅលើស័ព្ទដៃរបស់បងប្អូនទៅណាបាទអញ្ចឹងរបៀបបើកមុខងារហ្នឹងគឺអត់មានអីពិបាកទេជាដំបូងបងប្អូនចូលមកក្នុងបាទកម្មវិធី setting មកនេះចូលមកក្នុង setting បាទពេលដែលចូលមកក្នុង setting ហើយបងប្អូន scroll មកខាងក្រោមមកទៅរកមើលនិមិត្តសញ្ញាបាទមេសោនេះនៅលើភាសាអង់គ្លេសគេដាក់ថាបាទ lock screen and AOD បាទចុចចូលមកបាទរួចហើយបងប្អូនយកជួរទី3នេះដែលមានពាក្យថាបាទ secure lock បាទ setting បាទចុចចូលមកបាទនេះតម្រូវបងប្អូនធ្វើការបញ្ចូលលេខកូដសម្ងាត់នៅលើនៅលើទូរស័ព្ទដៃរបស់បងប្អូនណាបាទឥឡូវសូមធ្វើការបញ្ចូលបន្តិចបាទម្ដងនេះបងប្អូនគ្រាន់តែបាទទាញកុងតាក់ទី3បើកមកនេះកន្លែងកុងតាក់មាន4ហ្នឹងអញ្ចឹងបងប្អូនទាញទី3តែមានពាក្យថាបាទ lock បាទ network and បាទ security បាទអញ្ចឹងបងប្អូនទាញបើកមកបាទតែប៉ុណ្្នឹងទៅជាការស្រេចហើយឥឡូវសាកល្បងបាទចេញវិញឬក៏ clear ចោលទៅឥឡូវគឺការបាទចាក់សារថ្មីបាទរួចហើយគឺការចូលមកសារថ្មីមកពេលដែលពួកគាត់បាទយកទូរស័ព្ទដៃបងប្អូនទៅគាត់ស្គាល់លេខកូដទេណាបាទអញ្ចឹងពួកគាត់ចង់ធ្វើការបិទគឺគាត់បិទលេងបានដូចមុនហើយបាទឥឡូវសាកល្បងមើលចង់ធ្វើការទាញបិទគឺបិទបានទេដូច Wi-Fi អញ្ចឹងទាញតុបមកបាទជាប់លេខកូដបាទហើយអ៊ីនធឺណិតពួកគាត់ចុចបិទមកគឺអត់បានទេជាប់លេខកូដទៀតបាទហើយដូចជាកប៉ាល់ហោះវ៉ាន់គឺគាត់បិទលេងបានដូចមុនហើយនេះពេលដែលបិទទៅគឺទាមទារលេខកូដសម្ងាត់ឬមួយក៏ scan មុខឬក៏ scan ម្រាមដៃតាមតែលេខកូដរបស់បងប្អូនបានធ្វើការបាទដាក់បញ្ចូលឬក៏ដាក់ការពារនៅលើសាប់ដៃរបស់បងប្អូនណាបាទអញ្ចឹងគឺងាយស្រួលណាបាទនេះពួកគាត់បិទលេងបានហើយប៉ុន្តែពួកគាត់អាចធ្វើការបើកបានឧទាហរណ៍ដូចថាបើក7ឬមួយក៏បើក hotspot អីពួកគាត់ជាស្រ័យបើកអត់បានទេ hotspot បានតែប៉ុន្តែបើក7បើកបានប៉ុន្តែគឺការបិទគឺបើកបិទអត់បានទេណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមុនคลิปរបស់បងប្អូនទៅក៏សូមជូនពរជូនចៃដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារកការនិយាយស្ដីរបស់ខ្ញុំមានអ្វីលើសខ្វះខាតtrongចំណុចណាខ្ញុំបាទក៏សូមកាន់តែអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ